បងប្អូនទាំងអស់គ្នាមកមើលដៃមួយដែលគាត់ឈឺណាហើយដូចខ្ញុំបានបញ្ជាក់ចឹងបងប្អូនអានេះវាគ្រាន់តែជាការមើលដើម្បីថែសុខភាពខ្លួនយើងណាហើយយើងក៏ត្រូវតែឆែកសុខភាពនៅពេទ្យជាប្រចាំដែរណាអានេះគ្រាន់តែជាការមើលខ្លួនឯងឬក៏ថែទាំកូនចៅយើងណាថាគាត់គួរតែប្រុងប្រយ័ត្នទៅលើអីខ្លះអញ្ចឹងណាបាទដៃនេះគឺបងស្រីគាត់កើតជំងឺគីសនៅក្នុងដៃស្បូនបាទអញ្ចឹងជំងឺគីសនៅក្នុងដៃស្បូនហ្នឹងគាត់កើតនេះនៅក្នុងចន្លោះវ័យពី40ទៅ45បាទគីសអញ្ចឹងគាត់មានអាចថាគាត់មានកោះមួយនៅចំកណ្ដាលនេះអ្នកនរគ្នាបាទកោះមួយនៅតំណឹងបាទបងប្អូនឃើញទេឃើញកោះហ៎បាទឃើញកោះនៅតំណឹងបាទអញ្ចឹងបញ្ហាដែលកើតឡើងហ្នឹងវាតកតងជាមួយនឹងវរដូវផុសស្ត្រីណានៅចន្លោះពីវ័យ40ទៅ45ហ្នឹងគឺគាត់បាទអស់រដូវអញ្ចឹងគាត់មានបញ្ហាតកតងមួយស្បូតបាទអញ្ចឹងវាអាចធ្វើឲ្យគាត់ហ្នឹងមានបញ្ហាផ្សេងបាទដោយដៃបាទគាត់នេះគឺគាត់មានជំងឺគីសបាទនៅក្នុងដៃស្បូនបាទអញ្ចឹងបងប្អូនអាចបាទរៀនមើលដោយខ្លួនឯងបានបាទហើយខ្ញុំមិនថាបងប្អូនត្រូវតែមើលហ្នឹងទៅត្រូវ 100% ទេអញ្ចឹងណាហើយបងប្អូនខ្លះក៏ថាចេះ fan ក៏ថាអញ្ចឹងមិនទៅពិនិត្យសុខភាពទេមើលតែដៃទៅបានហើយអញ្ចឹងអត់ទេណាបងប្អូនបាទយើងគូផ្សំគ្នាទៅបាទវិទ្យាសាស្ត្រក៏យើងមើលបាទផ្នែកផ្សេងក៏យើងមើលអញ្ចឹងណាបាទអញ្ចឹងកន្លែងហ្នឹងហើយដែលយើងបញ្ជាក់ថាមានបញ្ហាស្បូនបាទអញ្ចឹងបងប្អូនអាចរៀនមើលដោយខ្លួនឯងបានណាបាទហ្នឹងហើយនេះខ្ញុំបានដាក់រូបភាពនេះឲ្យបងប្អូនមើលបងប្អូនអាចមើលបានណាបាទអញ្ចឹងនៅចំកន្លែងហ្នឹងបាទនៅចំកន្លែងហ្នឹងវាតកតងជាមួយនឹងស្បូនបងប្អូនបាទកន្លែងហ្នឹងបាទប្លុកហ្នឹងស្បូនពោះវៀនបាទអញ្ចឹងបងប្អូនប្រុងប្រយ័ត្នឲ្យមែនតែនបាទយើងអាចប្រុងប្រៀបទុកមុនដូចយើងអាចនិយាយថាការពារប្រសើរជាងព្យាបាលបងប្អូនបាទ